សូមបង្ហាញសកម្មភាពខ្លះៗនៃបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ក្នុងការឆ្លងកាពះឆ្លងពោះវៀនដើម្បីពិនិត្យសុខភាពពីល្ងាចមុនយើងឆ្លងពេលព្រឹកព្រលឹមឡើងយើងអាហារចុងក្រោយរបស់យើងគឺជុំវិញម៉ោង5ល្ងាចម៉ោង5ម៉ោង6ញ៉ាំអាហារទុនរាវដូចបបរត្រីយើងជៀសវាងអាហារណាដែលរឹងដែលពិបាករំលាយហើយតែមានជាតិខបធញ្ញជាតិមានជាតិម្សៅឬក៏មានជាតិខ្លាញ់ច្រើនដែលវារំខានដល់ការលាងសម្អាតពោះវៀនហើយនឹងការឆ្លុះយើងលាយទឹកហ្វុកត្រង់ផឹកក្នុងមួយកញ្ចប់ម្សៅនឹងមួយកញ្ចប់ទីទឹក1លីត្រចំណុះ4កញ្ចប់ស្មើនឹង4លីត្រត្រូវចាប់ផ្ដើមផឹកតាំងពីម៉ោង7ល្ងាចពេលយប់ក្នុងល្បឿន1លីត្រអស់ក្នុងរយៈពេល1ម៉ោងអញ្ចឹងខ្ញុំផឹកចប់ក្នុងជុំវិញម៉ោង11 12ចាប់ពី10ទី1ទៅចាប់ដើមមានបាត់ជើងធំដើរហូតដល់យើងផឹកឲ្យអស់តែខ្ញុំផឹកបានតែ3លីត្រជាងហើយឆ្លោះពុកមិញក៏គាត់ថាសម្អាតបានល្អខ្លាំងអត់អីទេហើយចន្លោះនឹងទឹកថ្នាំវាឆ្ងាញ់អត់អីទេប៉ុន្តែយើងផឹកច្រើនលីត្រទៅអាចឲ្យយើងពិបាកអញ្ចឹងទៅយើងទៅគួរទិញទឹកតឡាចហើយនឹងទឹកតែបៃតងអីចឹងទៅណាគ្រឿងកំប៉ុងដែលចិត្តផ្អែមតិចហ្នឹងព្រោះពណ៌ទឹកភេសជ្ជៈហ្នឹងវាស្រដៀងជាមួយពណ៌នេះវាអត់រំខានដល់ការឆ្លោះហ្នឹងណាអញ្ចឹងយើងផឹកយើងអាចហេវយើងសេកទឹកអីយើងអាចផឹកទឹកពួកហ្នឹងបានវាមានកម្លាំងខ្លះហើយមកដល់ពេទ្យពីផឹកម៉ោង5ភ្លឺព្រឹកមិញហ្នឹងក្រុមការងារឆ្លោះហ្នឹងគាត់បានរៀបចំដាក់មកជុលដាក់សរោមឲ្យយើងត្រៀមដាក់តាមសដំហើយវាស់ស៊ីងបាក់បេះដូងបន្ថែមហើយលាកពាក់បដូរសម្លៀកបំពាក់ដើម្បីគាត់ស្រួលឆ្លោះហើយនាំចូលទៅក្នុងបន្ទប់ដើម្បីរៀបចំឆ្លោះហ្នឹងយើងគាត់ដាក់រៀងទីតាំងឲ្យយើងដេកផ្អៀងអីចឹងទៅហើយគាត់ចាប់ផ្ដើមដាក់ថ្នាំឲ្យយើងគេងលក់ចាប់ពីហ្នឹងទៅយើងលែងដឹងកែវឆ្លោះចូលហ្នឹងយឺតមើលល្អិតល្អន់គ្រប់ជ្រុងជ្រោយដូចយើងលូនចូលមើលក្នុងលូអញ្ចឹងណាអញ្ចឹងគាត់មើលច្បាស់លាស់ក្រុមការងារគាត់មើលច្បាស់លាស់ល្អិតល្អន់ជូនហើយคลิปវីដេអូថតលំដាប់លំដោយតាំងពីចូលរហូតដល់ចេញក្នុងពោះវៀនយើងទាំងលើទាំងក្រោមគេមានប្រដាប់វាស់ពីរផ្សេងគ្នាប្រដាប់ឆ្លោះពីរផ្សេងគ្នាមួយសម្រាប់ដាក់ចូលតាមមាត់គឺដាក់ចូលតាមមាត់ទេមួយទៀតសម្រាប់ដាក់ចូលតាមគូតពួកយើងឆ្លោះពោះវៀនឆ្លោះកាពះពោះវៀនផងហើយនឹងឆ្លោះពោះវៀនធំពីក្រោមផងអញ្ចឹងណាឆ្លោះក្នុងន័យឆែកអាប់សុខភាពដើម្បីរកមើលមានហើយលោកមានជាប៉ូលីបមានជាទំនោរតបៅរ៉ាំរ៉ៃឬក៏ទំនោរដែលអាចវិវត្តទៅជាមហារាជពោះវៀនអីគឺគាត់ចាប់ដើមកាត់យកព្យាបាលឬក៏មានជាតបៅកាពះលាកកាពះអីគាត់ច្រឹបដើម្បីរកមើលមេរោគ Helicobacter pylori អីចឹងជាដើមអញ្ចឹងហើយអស់ក្រុមការងារជូនខ្ញុំមកសម្រាប់ក្នុងបន្ទប់វិញប្រហែលជា10នាទីខ្ញុំដឹងខ្លួនវិញហើយទីទៀតខ្ញុំឡើងញ៉ាំអាហារពេលព្រឹកចាប់ដើមពីអាហារទុនបបរអីវិញអញ្ចឹងទៅលេងអីហ្នឹងជាពលរដ្ឋគួរចាប់ដើមក្លាហានដើម្បីទៅឆ្លោះកាពះពោះវៀនមើលទោះបីយើងសុខភាពល្អក៏ដោយយ៉ាងហោចណាស់មួយឆ្នាំឲ្យបានម្ដងសិនចាប់ពីអាយុ20ឆ្នាំទៅក្រោយមកទៀតគូពេទ្យនឹងណែនាំឲ្យឆ្លោះមួយឆ្នាំឬ2ឆ្នាំឬ3ឆ្នាំម្ដងអាស្រ័យទៅលើស្ថានភាពសុខភាពរបស់យើងម្នាក់ហ្នឹងហើយអរគុណជូនពរជាប្រវត្តិយើងទាំងអស់រួចផុតពីជំងឺ